ក្រុមហ៊ុនចិន BYD បានអុកលុកទីផ្សារអឺរ៉ុបលក់រថយន្តដាច់ជាង Tesla មហាសេដ្ឋី Elon Musk វ៉ាវចំណេញកំ KK The Resident 598ប្រកបអាជីវកម្មស្នាក់នៅជួលក្នុងពេលតែមួយ 3 in 1 រីករាយនឹងការបញ្ចុះតម្លៃច្រើនសន្ធឹកសន្ធាប់រហូតដល់ 10% និងលក្ខខណ្ឌបង់ប្រាក់មានច្រើនជម្រើសសូមទំនាក់ទំនងឥឡូវនេះសម្រាប់ព័ត៌មានបន្ថែមក្រុមហ៊ុនផលិតរថយន្តចិន BYD បើកទំព័រថ្មីលក់រថយន្តអគ្គិសនីច្រើនជាងរថយន្ត Tesla ជាលើកដំបូងនៅលើទឹកដីអឺរ៉ុបនេះបើយោងតាមរបាយការណ៍របស់ Chateau Dimonic ការធ្លាក់ចុះគឺត្រូវបានកត់សម្គាល់ថាដោយសារក្រុមហ៊ុន model ចាស់និងការលាយឡំជាមួយនឹងរឿងប្រឡូកនយោបាយរបស់ CEO គឺមហាសេដ្ឋី Elon Musk ដែលបានប៉ះពាល់ទៅដល់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារបាននិយាយថា BYD ដែលផលិតរថយន្តកូនកាត់ភ្លើង in hybrid បានកត់ត្រាលក់រថយន្តអគ្គិសនីដើរដោយថាមពលថ្ម BEV ចំនួន 7,231 អឺរ៉ូនៅក្នុងខែមេសាខណៈដែល Tesla បានកត់ត្រាចំនួន 7,165 គ្រឿងអ្នកវិភាគរបស់ Chateau Dimonic លោក Philippe Munoz បាននិយាយថាតម្រូវការរថយន្តអគ្គិសនីនៅអឺរ៉ុបនៅតែមានស្ថិរភាពការកត់ត្រាលក់រថយន្តអគ្គិសនីដើរដោយថាមពលថ្ម BEV គឺបានកើនឡើង 28% នៅក្នុងខែមេសាដែលធៀបទៅនឹងឆ្នាំមុនដែលភាគច្រើនគឺម៉ាករថយន្តរបស់ចិនទោះបីជាសហភាពអឺរ៉ុបបានពាក់ព័ន្ធទៅលើរថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិនក៏ដោយការលក់រថយន្តបានកើនឡើង 59% នៅក្នុងមួយខែធៀបទៅនឹងឆ្នាំមុនខណៈដែលក្រុមហ៊ុនផលិតរថយន្តមកពីអឺរ៉ុបជប៉ុនកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានកត់ត្រាកំណើន 26% ប៉ុណ្ណោះ